ប្រិយមិត្តជាទីគោរពនៅមិនឆ្ងាយពីរាជធានីភ្នំពេញឡើយនាភាគខាងត្បូងតែ11គីឡូម៉ែត្រប៉ុណ្ណោះនោះយើងនឹងបានទៅដល់ទីក្រុងទំនើបមួយដែលជាបេះដូងនៃខេត្តកណ្ដាលតាខ្មៅជានាមទីក្រុងមួយរបស់ខេត្តកណ្ដាលតែមានទីតាំងនៅជាប់ប្របទន្លេបាសាក់មានទឹកហូរជាប់ខួបប្រាំងវស្សានិមិត្តរូបនៃក្រុងនេះគេឃើញមានរូបសំណាកលោកតាខ្មៅមានមាឌធំក្រអាងដៃស្ដាំកាន់ដំបងស្ថិតនៅត្រង់ផ្លូវបំបែកច្រើនផ្លូវតាំងពីដើមរៀងដល់បច្ចុប្បន្នអ្នកក្រុងតាខ្មៅខេត្តកណ្ដាលតែមានជំនឿមុតមមលើបារមីលោកតាខ្មៅនេះណាស់ថាពូកែស័ក្តិសិទ្ធិតែនាំគ្នាមកបែបបន់រមែងសម្រេចតាមបំណងប្រាថ្នាហេតុអ្វីបានជាប្រជាជនខ្មែរពិសេសអ្នករស់នៅក្រុងតាខ្មៅខេត្តកណ្ដាលមានជំនឿលើឫទ្ធិបារមីរបស់លោកតាខ្មៅខ្លាំងម្ល៉េះនិងថាតើលោកតាខ្មៅនេះមានប្រវត្តិយ៉ាងដូចម្តេចដែរចំពោះប្រវត្តិតាខ្មៅពុំមានឯកសារជាក់លាក់ណាចាត់ទុកជាប្រវត្តិសាស្ត្រទេបើយោងតាមឯកសាររបស់សាលាក្រុងតាខ្មៅនិងយោងតាមសង្ឃដីការបស់សម្ដេចឧត្តមបញ្ញាឌួងផុងចៅអធិការវត្តព្រែកប្រាំងក្នុងស្រុកពញាលឺនិងយោងតាមចាស់ទុំជាច្រើនទៀតដែលដំណើរពីប្រវត្តិតាខ្មៅឲ្យដឹងថានៅក្នុងសម័យកាលនោះមានគ្រួសារកសិករមួយប្តីឈ្មោះចោមប្រពន្ធឈ្មោះចៅប្រសូតបានកូនភ្លោះ2នាក់គឺប្រុសម្នាក់និងស្រីម្នាក់តែមានសម្បុរខ្មៅដូចគ្នាខុសប្លែកពីក្មេងដទៃដែលនាំឲ្យអ្នកស្រុកភូមិគេហៅអាខ្មៅមីខ្មៅតែចំយាយចៅក៏ដាច់ចិត្តយកកូនទាំងពីរនាក់ទៅថ្វាយព្រះរាជាពេលនោះព្រះរាជាសពព្រះរាជហឫទ័យនិងកុមារទាំងពីរក៏សុំទុកនៅក្នុងវាំងគ្រាន់បានរៀនអក្សរលេខនៅពុននឹងគេហើយក៏ប្រទាននៅមាសប្រាក់កៅកងមួយចំនួនដល់តាចោមនិងយាយចៅផងអ្នកស្រុកភូមិគេនិយមរាប់អានតាចោមនិងយាយចៅខ្លាំងណាស់ចំណែកការក្រោយមកតាចោមនិងយាយចៅក៏ទទួលមរណកាលទៅគេក៏ដាក់ឈ្មោះភូមិដែលគាត់រស់នៅថាភូមិចាំចៅរហូតដល់សប្តាហ៍ថ្ងៃនិយាយពីកុមារទាំងពីរនាក់បងប្អូននៅក្នុងវាំងវិញលោកចំណានវ័យពេញរូបរាងខិតខំរៀនសូត្រអក្សរលេខនិពន្ធក្បួនយុទ្ធសាស្ត្រចេះចាំយ៉ាងស្ទាត់ជំនាញពិសេសខាងវិជ្ជាសិលសាស្ត្រដូចជាត្រៃយុទ្ធត្រៃវេទត្រៃភូមិពុំមាននរណាអាចនឹងប្រៀបផ្ទឹមបានឡើយក្រោយមកព្រះរាជាក៏បានប្រាប់អ្នកទាំងពីរថាដល់ពេលវេលាដែលត្រូវការពារទឹកដីហើយគឺអ្នកខ្មៅត្រូវមានភារកិច្ចការពារដែនគោកឯនាងខ្មៅត្រូវមានភារកិច្ចការពារដែនសមុទ្រក្នុងរជ្ជកាលនោះនគរខ្មែរភាគច្រើនគឺផ្ទៃទឹកគ្របដណ្ដប់មួយភាគធំដីគោកមួយភាគតូចគឺជាភ្នំនិងជាទីទួលខ្ពស់អំណោយផលក្នុងការរស់នៅបានក្នុងរជ្ជកាលនោះដែរអ្នកខ្មៅឬតាខ្មៅគ្រាន់តែជាមេដឹកនាំកលសម្ព័ន្ធឬជាមេតំបន់មួយប៉ុណ្ណោះក្រៅពីពិនិត្យមើលភូមិសាស្ត្រនៅតំបន់កណ្ដាលថាអំណោយផលល្អមានប្រជាជនរស់នៅច្រើនជាទីទួលទឹកមិនលិចផងតាខ្មៅក៏សម្រេចរើទីតាំងពីតំបន់ភ្នំបាយ័នកោមកតាំងនៅចំណុចវត្តតាខ្មៅសប្តាហ៍ថ្ងៃនេះវិញព្រោះងាយស្រួលនៅក្នុងការបម្រើរាជនិងឡើងចុះទទួលរាជបញ្ជាស្ដេចអ្នកខ្មៅក៏សម្រេចចាត់រៀបចំតំបន់កណ្ដាលនេះជាទីតាំងប្រមូលផ្ដុំក្រុមកុលសម្ព័ន្ធនិងចុងក្រោយជាក្រុមពួកខ្សែសង្វាក់ក្រោយមកទៀតតាខ្មៅក៏មានគេឈ្មោះបោះសម្លេងដែរជាវីរជនដ៏អង្អាចក្លាហានបង្ក្រាបខ្មាំងសត្រូវគ្រប់ទិសទីជាពិសេសពូកែខាងវេទមន្តសិលវិជ្ជាការកម្ចាត់នៃជំងឺឧបទ្រពចង្រៃដែលមកយាយីដល់ប្រជាជនដែលគាត់គ្រប់គ្រងនិងគាត់គឺជាអ្នករក្សាព្រៃភូមិសាស្ត្រការពារវប្បធម៌ប្រពៃណីការពារបូរណភាពទឹកដីក្រោយមកព្រះរាជាបានប្រទានងារជាមហាឧបរាជជាមេទ័ពគ្រប់គ្រងនៅតំបន់កណ្ដាល
និងប្រទានងារជាពញាខ្មៅហៅតាខ្មៅដើម្បីឲ្យស័ក្តិសមទៅនឹងមហាកិត្តិយសរបស់គាត់ដែលមួយជីវិតគាត់ដាក់ថ្វាយជីវិតចំពោះព្រះរាជានិងជាតិមាតុភូមិលោកតាខ្មៅមានបរិវារជាច្រើនដូចជាតាដែកតាខ្វៅតាហិននិងយាយគោចំណែកដៃគូរួមចំនួនមានដូចជាតាដំបងដែកតាដំបងក្រញូងតាឃ្លាំងមឿងនិងយាយម៉ៅចំពោះលក្ខណៈនិងភិនភាគតាខ្មៅមានមាឌធំក្រអាងរៀងសង្វារមូលកាន់ដំបងក្រញូងពាក់អាវកាក់វេទមន្តស្លៀកខោចៅខ្លីក្រវ៉ាត់ចង្កេះក្រមាយ័ន្តជូតក្បាច់ក្រមាមានភ័ក្រមឹងម៉ាត់និងមានពុកមាន់ផងក្នុងរជ្ជកាលនោះតាខ្មៅបានកសាងចេតិយមួយយ៉ាងធំនៅទីដែលគាត់កាន់កាប់សម្រាប់តម្កល់អធិធាតុវីរបុរសអ្នកស្នេហាជាតិសម្រាប់ទុកជាកេរដំណែលតទៅអបរិយខ្មៅគ្មានប្រពន្ធកូនទេគឺនៅលាវរហូតដល់អស់ជីវិតព្រោះតែជាប់រវល់គិតគូរពីប្រទេសជាតិក្រោយពីលោកតាខ្មៅស្លាប់ទៅវិញ្ញាណក្ខន្ធរបស់គាត់ទៅណាមិនឆ្ងាយទេគឺនៅសន្ធិដ្ឋនៅក្នុងទីវត្តអារាមតាខ្មៅហេតុដូច្នេះហើយក្រោយមកទីតំបន់ដែលតាខ្មៅគ្រប់គ្រងក៏មានឈ្មោះថាភូមិតាខ្មៅសង្កាត់តាខ្មៅក្រុងតាខ្មៅក្នុងខេត្តកណ្ដាលរហូតដល់បច្ចុប្បន្ន